បាទជំរាបសួរអ្នកទាំងអស់គ្នាបាទសួស្តីថ្ងៃថ្មីបាទថ្ងៃនេះដូចជាបាត់មុខរយៈយូរដែរហើយបាទថ្ងៃនេះមិនលើកបកស្រាយតាក់ទងនឹងការប្រើប្រាស់រលកសំឡេងតើគេប្រើប្រាស់បែបណារលកសំឡេងនៅពេលដែលយើងចេះច្រៀងហើយមិនមែនតែយើងចេះច្រៀងហើយយើងច្រៀងយកទៅថាពីរោះទេបាទបើសិនជាយើងមានទេពកោសល្យសំឡេងយើងពីរោះពីកំណើតបើយើងអត់រលកសំឡេងហ្នឹងក៏វាអត់ជួយដែរប៉ុន្តែបើសិនជាមានវានឹងជួយច្រើនវាផ្ដល់ឲ្យល្អក្នុងការបកស្រាយទាំងអារម្មណ៍ទាំងរលកសំឡេងតើរលកសំឡេងគេធ្វើបែបណាបាទវាភ្ជាប់ជាមួយនឹងស្រៈដដែលគឺ A E យើងអាចច្រៀង A E យើងយកអាលើហ្នឹង A ណា A នៅពេលដែលយើងឡើងពី A ទៅ E អត់ភ្លាវហើយវាចូលមកវិញក៏អត់ភ្លាវដែរហើយរលកសំឡេងរលាក់បានតាមអ្វីដែលយើងធ្វើជាងគូផ្សំដែលយើងធ្វើបានគឺយើងអាន A E A E A បាទនិយាយបែបហ្នឹងណាអញ្ចឹងយើងស្ដាប់នៅបទមួយដែលមានចំណងយើងថាអូមានថ្មីហើយរបស់រៀមស្បងគេហៅថាសស្បងសពូមីដាដាអញ្ចឹងគាត់បកស្រាយបែបណាយើងស្ដាប់ហើយរលកសំឡេងគេធ្វើឲ្យយើងអារម្មណ៍ទៅតាមបែបហ្នឹងពុំងាស្ដាប់ទាំងអស់គ្នាសុំតាមយ៉ាងអេវាដូចតែគ្នាទេសំឡេងដល់ពេលយើងទៅសុំតាមយ៉ាងត្រង់ពេកអញ្ចឹងយើងត្រូវតែមានរលកសំឡេងតាក់ទងនឹងចំណុចអេវាអត់ភ្លាវបើយើងអត់មានអេវាទៅពេលអញ្ចឹងវាអត់កើតទេអញ្ចឹងរលកសំឡេងហ្នឹងតាក់ទងដល់យើងឲ្យជាប់កុំឲ្យភ្លាវអេអ៊ីអានមកអេសូមតែម្យ៉ាងនេះអើយមេតាចុំត្រានត្រាអញ្ចឹងអូខេរលកសំឡេងគឺយើងរៀនអញ្ចឹងមួយចំណុចអញ្ចឹងណាដើម្បីឲ្យយើងបានចេះគេហៅថាបច្ចេកទេសតិចនិចធ្វើយ៉ាងម៉េចឲ្យវា smooth នឹងសំឡេងរបស់យើងធ្វើយ៉ាងម៉េចឲ្យយើងមានរលកសំឡេងដោយមិនភ្លាវនៅពេលដែលយើងចេះពីរបៀបដូចថាយើងអាន A យើងអានភ្ជាប់យើងអាន E មួយទៀត E តើយើងយកសំឡេង A និង E ភ្ជាប់គ្នា A អូខេ A ឲ្យតែយើងចេះភ្ជាប់វាបែបហ្នឹងយើងច្រៀងទៅមួយបទមួយឃ្លាគឺអត់ភ្លាវទេអញ្ចឹងការបកស្រាយមកយើងស្ដាប់អ្នកចម្រៀងច្រៀងមកតើគាត់បកស្រាយមករបៀបម៉េចហើយយើងនឹងទន្ទិញប្រូលហើយរបៀបច្រៀងឲ្យចាំមកបានយើងស្ដាប់តង់របស់គាត់ឬក៏ពេលយើងចេះហើយអ្នកខ្លះដែលគាត់យល់ពីចម្រៀងហើយគាត់អាចច្រៀងបានយើងអាចរៀនឲ្យចំនៅចំណុចពាក្យមួយហើយយើងរៀន impress សំឡេងរបស់យើងហ្នឹងរលកសំឡេងរបស់យើងហ្នឹងឲ្យស្មើគ្នាតើស្ដាប់មាត់មួយហ្នឹងគាត់លាយស្រាប់ជាអ្នកណាខ្លះប៉ុន្តែចាំវាមានតែ4ទេ A R E O អត់មានអីទៀតទេអត់មាន O គឺអត់មានទេការដែលយើងបកស្រាយក្រ O វាជា color ធ្វើឲ្យយើងច្បាស់ដែលបានអាចស្ដាប់ទៅពីរោះពីច្រើនអ្នកដែលគេចេះសំឡេងគេថ្លាអត់មានចូលហ្នឹងហើយដែលយើងថាសំឡេងគាត់ឆ្វាតល្អអញ្ចឹងទី1គឺសំឡេងដែលតាក់ទងនឹងអត់មានអក្សរចូលអញ្ចឹង A និង A E និង E R និង R O និង O អញ្ចឹងវាអត់មាន color ទេកុំ U R វាចេញចុះអត់កើតទេអញ្ចឹងតាក់ទងនិយាយទៅសរុបមកតាក់ទងនឹងរលកសំឡេងគេធ្វើបែបហ្នឹងយើងត្រូវតែរៀនអានវាអាខ្លីយើងអានវិញមកបាទប៉ុណ្ណឹងយើងបូកស្រៈ E យើងអានឲ្យស្មើគ្នាមក E I បិទមាត់មកចេញ I អត់ភ្លាវទេវាអត់ភ្លាវនឹងreplace សំឡេងលើចុះលើក្រោមគឺវាអត់ភ្លាវទេ
ចំណុចហ្នឹងគឺយើងចាប់ផ្ដើមរៀនរលកមកអាយនៅពេលដែលយើងឡើងគឺអត់ភ្លាវទេដែលយើងចេះចុះមកវិញគឺយើងចុះយើង control គេហៅថាកាពស់នេះខ្យល់វានេះគឺយើងមិនត្រូវប្រឡែងអស់ទេគឺយើងមួយអញ្ចឹងបើមិនយើងចេះប្រើប្រាស់ដង្ហើមហើយយើងគ្រាន់តែរៀន A R E O មកច្បាស់ដូចចឹងនឹងស្ដាប់បទចម្រៀងគាត់បកស្រាយចាំមើលគាត់បកបើចង់បែកឬបញ្ចប់អេក៏បានអេអូក៏បានបើចង់បែកអេអាអេអាបើចង់បែកឬបញ្ចប់អេអ៊ីបើចង់បែកឬបញ្ចប់អាយបងមិនស្អប់ពុំងាឡើយសូមតែម្យ៉ាងមេត្តាចង់ត្រានត្រើយបាទយើងអុករបៀបមិនក៏បានដែរអាហ្នឹងអាស្រ័យទៅលើយើង control ដង្ហើមហើយឲ្យយើងចេះលើកទៅលើតម្លាក់មកក្រោមដោយអត់ដាច់replay ដូចយើងទាញយស៊ូឡើងទៅលើវាតម្លាក់មកវិញវាអត់ដាច់ទេវាយឺតចូលគ្នាវិញណាអាហ្នឹងហើយដែលគេហៅថា smooth ទៅវិញទៅមក smooth អត់មានដាច់បើយើងទាញមកដាច់ប៉ាត់គឺប៉ាត់ដែរដែលបើចង់បែកឬបញ្ចប់អាហ្នឹងភ្លាវណាឃើញទេបងមិនស្អប់អាហ្នឹងវាដាច់ហើយដាច់ replay សំឡេងតែបើយើងជ្រៀងយកស្ដាយយើងអានយើងស្ដាប់គាត់ជ្រៀងដូចថាបើចង់បែកឬបញ្ចប់បងមិនស្អប់ពុំងាឡើយសូមតែម្យ៉ាងមេត្តាចុះត្រានត្រើយកុំយកបងជាឆ្លើយជន់ស្លីបេះដងភែក្ដីគឺយើងឡើងដោយឲ្យអត់ភ័យព្រួយនឹងការភ្លាត់សម្លេងដូចតែសារតែយើងច្រៀងវាមានអេអ៊ីអេដូចសារអីយើងប្រើអាហ្នឹងវាស្ទាត់ជំនាញអញ្ចឹងយើងច្រៀងបទមួយមកគឺយើងអត់ភ័យព្រួយនៅពេលយើងច្រៀងតែទាំងហើមភ្លាវនៅខ្លះឃើញច្រៀងដាច់ឃ្លៀមខុសណោតណាលោតណោតតែអញ្ចឹងយើងទៀមទាស្ដាប់គាត់តែច្បាស់ហើយយើងច្រៀងឲ្យចំណោតដល់គាត់របស់គាត់កុំលោតផ្លោះទៅវាភ្លាវហើយការតែធ្វើឲ្យយើងចេះ replay សំឡេងរលាក់រលកសំឡេងហ្នឹងវាសំខាន់ណាស់សម្រាប់យើងបកស្រាយចម្រៀងមួយបើគ្មានរលកសំឡេង replay សំឡេងយើងស្មើតែគ្មានគេស្ដាប់យើងទេទៅចុះទៅចេះហ្នឹងអញ្ចឹងវាតារាចម្រៀងគេមានថាគេចេះបើមិនមែនបានន័យថាច្រៀងទៅបានគាត់ច្រៀងធម្មតាស្ដាប់តែគាត់ជាស្ដាប់ប៉ុន្តែបើយើងជ្រុលឲ្យយើងស្រឡាញ់តែចម្រៀងហើយមិនជាប្រឡងទៅជាណាអីគាត់ថាយើងសិក្សាច្បាស់គាត់ច្រៀងនៅទីកំសាន្តអារម្មណ៍អ្នកជិតខាងគាត់ស្ដាប់ក៏ព្រោះគាត់សរសើរតាមហ្នឹងបើយើងអត់ចេះឲ្យសោះច្រៀងយកទាំងកាក់ទាំងសម្លេងមកគឺធ្វើឲ្យយើងគេស្ដាប់ទៅជាគេទីអីមានអីក្រៅពីគេជេរថារំខានគេប៉ុណ្ណឹងអូខេសង្ឃឹមថាយល់តាក់ទងនឹង replay សំឡេងគឺយើងរៀនស្រអាស្រេអ៊ីស្រអូនោះច្បាស់ហើយយើងឡើងហើយទាំងឡើងទាំងចុះហើយរលកសំឡេងហ្នឹងតើយើងធ្វើរំមិនហើយរលាក់អេអូខេអរគុណច្រើនសង្ឃឹមតែយល់ជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាទាំងអស់គ្នា